ស្វាគមន៍អ្នកទាំងអស់គ្នាមកកាន់ Channel ខ្ជិលអានរបស់យើងជាថ្មីម្ដងទៀតថ្ងៃនេះខ្ញុំមានសៀវភៅដ៏ពិសេសវិសាលមួយទៀតចង់មកចែករំលែកនិងអានជូនអ្នកទាំងអស់គ្នាស្ដាប់សៀវភៅនោះមានចំណងជើងថា The Mountain is You ដែលជាស្នាដៃនិពន្ធដ៏ល្បីល្បាញរបស់ Brianna Wiers ខ្ញុំចង់ចាប់ផ្ដើមវីដេអូនេះដោយសួរអ្នកនៅសំណួរមួយចំនួនតើអ្នកធ្លាប់អង្គុយម្នាក់ឯងនៅពេលយប់មើលទូរស័ព្ទដែលមិនមានសារចូលហើយរងចាំមនុស្សម្នាក់ដែលប្រហែលជាមិនត្រឡប់មកវិញដែរឬទេតើអ្នកធ្លាប់នឹកនរណាម្នាក់ខ្លាំងរហូតដល់មិនអាចផ្ដោតអារម្មណ៍លើការងារមិនចង់ញ៉ាំអាហារមិនចង់និយាយជាមួយនរណាហើយគ្រាន់តែចង់ដេកសម្លឹងពីដាននៅស្ងាត់តែឯងបណ្ដោយឲ្យគំនិតរត់ទៅរកអតីតកាលដែរឬទេបើអ្នកធ្លាប់ឬកំពុងមានអារម្មណ៍បែបនេះវីដេអូនេះគឺសម្រាប់អ្នកព្រោះថ្ងៃនេះយើងនឹងនិយាយអំពីរឿងមួយដែលមនុស្សស្ទើរតែគ្រប់គ្នាត្រូវឆ្លងកាត់យ៉ាងហោចណាស់ម្ដងក្នុងមួយជីវិតនោះគឺការបែកបាក់ស្នេហាការបាត់បង់មនុស្សដែលយើងស្រឡាញ់ការមើលឃើញមនុស្សដែលធ្លាប់ជាពិភពលោករបស់យើងក្លាយជាមនុស្សចម្លែកម្ដងទៀតការឈឺចាប់ប្រភេទនេះមិនមានរបួសឲ្យគេមើលឃើញទេគ្មានឈាមហូរគ្មានឆ្អឹងបាក់ប៉ុន្តែវាអាចធ្វើឲ្យមនុស្សម្នាក់ឈឺចាប់ជាងរបួសរាងកាយទៅទៀតមនុស្សខ្លះខូចចិត្តរយៈពេល 2-3 សប្តាហ៍មនុស្សខ្លះ 2-3 ខែហើយមនុស្សខ្លះចំណាយពេលច្រើនឆ្នាំដើម្បីរៀនរស់នៅជាមួយការចងចាំប៉ុន្តែមានរឿងមួយដែលខ្ញុំចង់ប្រាប់អ្នកមុនគេបេះដូងដែលខូចអាចជាសះស្បើយបានមិនមែនថ្ងៃនេះប្រហែលមិនមែនថ្ងៃស្អែកប៉ុន្តែថ្ងៃណាមួយវានឹងជាសះស្បើយឧទាហរណ៍រឿងរបស់តារាខ្ញុំចង់ប្រាប់អ្នកពីរឿងរបស់បុរសម្នាក់យើងហៅគាត់ថាតារាបានជួបនារីម្នាក់នៅសាកលវិទ្យាល័យដំបូងឡើយពួកគេគ្រាន់តែជាមិត្តភក្តិជជែកគ្នាលេងផ្ញើមីមឲ្យគ្នានិយាយពីក្តីសុបិននិយាយពីអនាគតមួយថ្ងៃคล้ายជាមួយសប្តាហ៍មួយសប្តាហ៍คล้ายជាមួយខែហើយមួយខែคล้ายជាច្រើនឆ្នាំតារាចាប់ផ្ដើមគិតថានេះគឺជាមនុស្សដែលគាត់នឹងចំណាយពេលមួយជីវិតជាមួយគាត់ចាប់ផ្ដើមស្រមៃពីផ្ទះមួយគ្រួសារមួយអនាគតមួយប៉ុន្តែថ្ងៃមួយអ្វីៗបានផ្លាស់ប្ដូរការឆ្លើយតបកាន់តែយឺតការសន្ទនាកាន់តែខ្លីការយកចិត្តទុកដាក់កាន់តែតិចរហូតដល់ថ្ងៃដែលគាត់ទទួលបានសារមួយសារដែលមានតែប៉ុន្មានប្រយោគប៉ុន្តែបានបំផ្លាញពិភពលោកទាំងមូលរបស់គាត់ខ្ញុំគិតថាយើងគួរឈប់ត្រឹមនេះទៅតារាគិតថាគាត់នឹងមិនអាចរួចផុតពីការឈឺចាប់នេះបានទេគាត់ឈប់ចេញក្រៅឈប់ជួបមិត្តភ័ក្តិឈប់ធ្វើអ្វីដែលគាត់ធ្លាប់ស្រឡាញ់ជីវិតរបស់គាត់ចាប់ផ្ដើមវិលជុំវិញសំណួរតែមួយហេតុអ្វីនាងចាក់ចេញហេតុអ្វីនាងផ្លាស់ប្ដូរហេតុអ្វីខ្ញុំមិនគ្រប់គ្រាន់ហើយនេះគឺជាកន្លែងដែលមនុស្សភាគច្រើនជាប់គាំងពួកគេមិនជាប់គាំងនៅក្នុងអតីតកាលទេពួកគេជាប់គាំងនៅក្នុងសំណួរដែលគ្មានចម្លើយមេរៀនដ៏ឈឺចាប់បំផុតអ្នកមិនត្រូវការចម្លើយគ្រប់យ៉ាងដើម្បីបន្តដំណើរទៅមុខទេបន្ទាប់ពីស្នេហាបញ្ចប់មនុស្សភាគច្រើនចង់បានរឿងតែមួយនោះគឺចម្លើយយើងចង់ដឹងថាហេតុអ្វីគាត់ផ្លាស់ប្ដូរហេតុអ្វីគាត់ឈប់ស្រឡាញ់ហេតុអ្វីគាត់ដើរចេញបានយ៉ាងងាយហេតុអ្វីគាត់បន្តស៊ូដូចយើងហើយដោយសារតែយើងមិនមានចម្លើយគូក្បាលរបស់យើងក៏ចាប់ផ្ដើមបង្កើតចម្លើយដោយខ្លួនឯងប្រហែលខ្ញុំមិនស្អាតគ្រប់គ្រាន់ប្រហែលខ្ញុំមិនជោគជ័យគ្រប់គ្រាន់ប្រហែលខ្ញុំមិនសំខាន់គ្រប់គ្រាន់ប៉ុន្តែការពិតគឺពេលខ្លះមនុស្សចាកចេញដោយសារហេតុផលដែលមិនតាក់ទងនឹងអ្នកតតែសោះពេលខ្លះពួកគេកំពុងប្រយុទ្ធជាមួយបញ្ហាផ្ទាល់ខ្លួនពេលខ្លះពួកគេមិនទាន់ចាស់ទុំគ្រប់គ្រាន់សម្រាប់ទំនាក់ទំនងពេលខ្លះពួកគេមិនដឹងថាត្រូវស្រឡាញ់នរណាម្នាក់យ៉ាងដូចម្តេចហើយពេលខ្លះគ្មានចម្លើយណាអាចធ្វើឲ្យយើងពេញចិត្តបានទេសូម្បីតែពេលគាត់អង្គុយនៅមុខអ្នកឥឡូវនេះហើយពន្យល់គ្រប់យ៉ាងក៏ដោយការឈឺចាប់នៅតែមានព្រោះអ្វីដែលអ្នកកំពុងខ្វះមិនមែនជាចម្លើយទេអ្នកកំពុងខ្វះមនុស្សដែលអ្នកស្រឡាញ់ហើយនោះគឺជារឿងពីរខុសគ្នា
ថ្ងៃដែលអ្នកឈប់រងចាំចម្លើយគឺជាថ្ងៃដែលការព្យាបាលពិតប្រាកដចាប់ផ្ដើមចំណុចបន្ទាប់គឺកំហុសដែលមនុស្សភាគច្រើនធ្វើក្រោយបែកគ្នាមានកំហុសមួយដែលមនុស្សស្ទើរតែគ្រប់គ្នាធ្វើពួកគេបន្តរស់នៅក្នុងអតីតកាលពួកគេមើលរូបចាស់ចាស់អានសារចាស់ចាស់ស្ដាប់បទចម្រៀងចាស់ចាស់ហើយសួរខ្លួនឯងថាតើគាត់នៅនឹកខ្ញុំដែរឬទេមនុស្សខ្លះចូលទៅមើល profile របស់អតីតសង្សាររាល់ថ្ងៃមើល story មើល comment មើល like មើលអ្នកថ្មីដែលនៅក្បែរគាត់ហើយរាល់ពេលដែលពួកគេធ្វើបែបនេះរបួសក៏បើកឡើងវិញស្រមៃថាអ្នកមានរបួសនៅលើដៃរាល់ថ្ងៃអ្នកដកបង់រុំចេញកោសវាប៉ះវាហើយបន្ទាប់មកសួរថាហេតុអ្វីបានជាវាមិនសះស្បើយនោះគឺជាអ្វីដែលកំពុងកើតឡើងនៅក្នុងចិត្តអ្នកមិនអាចជាសះស្បើយពីអ្វីមួយបានទេបើអ្នកបន្តរស់នៅក្នុងវារាល់ថ្ងៃចំណុចបន្ទាប់អ្នកកំពុងនឹកមនុស្សនោះឬកំពុងនឹកអារម្មណ៍ដែលគាត់ធ្លាប់ផ្ដល់ឲ្យនេះគឺជាសំណួរដ៏សំខាន់មួយពេលអ្នកនឹកអតីតសង្សារតើអ្នកកំពុងនឹកគាត់ពិតប្រាកដមែនទេឬអ្នកកំពុងនឹកអារម្មណ៍ដែលគាត់ធ្លាប់ផ្ដល់ឲ្យអ្នកនឹកការមាននរណាម្នាក់ផ្ញើសាររាល់ព្រឹកអ្នកនឹកការមាននរណាម្នាក់ខ្វល់ពីអ្នកនឹកការមាននរណាម្នាក់សួរថាថ្ងៃនេះយ៉ាងម៉េចដែរអ្នកនឹកអារម្មណ៍ថាខ្លួនត្រូវបានគេស្រឡាញ់ហើយនេះជារឿងដែលមនុស្សជាច្រើនមិនដឹងពេលខ្លះយើងមិនបាននឹកមនុស្សម្នាក់នោះទេយើងនឹកអារម្មណ៍ដែលយើងធ្លាប់មានពេលនៅជាមួយគាត់ហើយនៅពេលដែលអ្នកយល់ពីចំណុចនេះអ្នកចាប់ផ្ដើមដឹងថាអារម្មណ៍ទាំងនោះអាចកើតឡើងម្ដងទៀតមិនចាំបាច់ជាមួយមនុស្សដដែលទេចំណុចបន្ទាប់គឺរៀនរស់នៅម្នាក់ឯងឲ្យមានសុភមង្គលមនុស្សជាច្រើនខ្លាចភាពឯកោពួកគេខ្លាចអង្គុយម្នាក់ឯងខ្លាចញ៉ាំអាហារម្នាក់ឯងខ្លាចដើរលេងម្នាក់ឯងខ្លាចរស់នៅដោយគ្មាននរណាម្នាក់ប៉ុន្តែមានមេរៀនដ៏មានតម្លៃមួយក្នុងជីវិតបើអ្នកមិនអាចមានសុភមង្គលនៅម្នាក់ឯងបានទេអ្នកក៏ពិបាកមានសុភមង្គលជាមួយនរណាម្នាក់ដែរព្រោះអ្នកនឹងចាប់ផ្ដើមស្វែងរកមនុស្សដើម្បីបំពេញចន្លោះទទេនៅក្នុងខ្លួនអ្នកហើយគ្មាននរណាម្នាក់អាចធ្វើកិច្ចការនោះជំនួសអ្នកបានទេថ្ងៃណាមួយសូមសាកល្បងទៅផឹកកាហ្វេម្នាក់ឯងអានសៀវភៅម្នាក់ឯងធ្វើដំណើរជិតៗម្នាក់ឯងរៀនស្គាល់ខ្លួនឯងម្ដងទៀតព្រោះមុនពេលដែលអ្នកជួបមនុស្សត្រឹមត្រូវអ្នកត្រូវជួបខ្លួនឯងជាមុនសិនចំណុចបន្ទាប់ទៀតស្នេហាដែលបរាជ័យមិនមែនជាជីវិតដែលបរាជ័យទេមនុស្សជាច្រើនយកការបែកគ្នាទៅភ្ជាប់ជាមួយតម្លៃរបស់ខ្លួនពួកគេគិតថាបើគាត់ចាកចេញនោះមានន័យថាខ្ញុំមិនល្អគ្រប់គ្រាន់ប៉ុន្តែសូមគិតមើលតើមនុស្សម្នាក់អាចកំណត់តម្លៃជីវិតរបស់អ្នកទាំងមូលបានដែរឬទេតើឆ្នាំទាំងអស់ដែលអ្នកបានរស់នៅក្តីសុបិនទាំងអស់ដែលអ្នកមានគុណសម្បត្តិទាំងអស់ដែលអ្នកមានត្រូវបាត់តម្លៃដោយសារតែការសម្រេចចិត្តរបស់មនុស្សម្នាក់ឬជាការពិតណាស់មិនមែនទេវាក៏មិនសមកំណត់ដោយនរណាម្នាក់ដែរគេគ្រាន់តែជាអ្នកផ្សេងម្នាក់មិនមែនជាខ្លួនយើងត្រូវជាស្រឡាញ់ខ្លួនឯងទើបអ្នកដទៃគ្រប់យើងទំនាក់ទំនងមួយបរាជ័យប៉ុន្តែមិនមែនមានន័យថាអ្នកបរាជ័យទេស្នេហាមួយចប់ប៉ុន្តែជីវិតរបស់អ្នកមិនទាន់ចប់ទេនៅមានរឿងល្អៗជាច្រើនទៀតដែលអ្នកត្រូវជួបកន្លែងស្អាតៗជាច្រើនទៀតដែលអ្នកមិនទាន់បានទៅមេរៀនដែលការខូចចិត្តបង្រៀនយើងពេលអ្នកក្រឡេកមើលអតីតកាលថ្ងៃណាមួយអ្នកនឹងចាប់ផ្ដើមឃើញថាការឈឺចាប់នេះបានបង្រៀនអ្នកជាច្រើនវាបង្រៀនអ្នកថានរណាសំខាន់ពិតប្រាកដវាបង្រៀនអ្នកថាត្រូវកំណត់ព្រំដែនក្នុងទំនាក់ទំនងវាបង្រៀនអ្នកថាកុំបាត់បង់ខ្លួនឯងដើម្បីរក្សានរណាម្នាក់វាបង្រៀនអ្នកថាការស្រឡាញ់ខ្លួនឯងគឺសំខាន់ប៉ុណ្ណាហើយវាបង្រៀនអ្នកថាអ្នករឹងមាំជាងអ្វីដែលអ្នកគិតព្រោះមើលអ្នករាល់ថ្ងៃអ្នកនៅតែដកដង្ហើមអ្នកនៅតែរស់អ្នកនៅតែព្យាយាមបន្តទៅមុខនោះគឺជាភស្តុតាងនៃភាពរឹងមាំថ្ងៃដែលអ្នកឈប់រងចាំមានថ្ងៃមួយនឹងមកដល់ប្រហែលមិនមែនស្អែក
ប្រហែលមិនមែនសប្តាហ៍ក្រោយប៉ុន្តែវានឹងមកដល់ថ្ងៃដែលអ្នកភ្ញាក់ពីដំណេកហើយមិនពិនិត្យទូរស័ព្ទរកសាររបស់គេទៀតថ្ងៃដែលអ្នកឮឈ្មោះគេហើយបេះដូងមិនឈឺដូចមុនថ្ងៃដែលអ្នកមើលរូបចាស់ៗហើយគ្រាន់តែញញឹមមិនមែនយំទៀតទេថ្ងៃដែលអ្នកទទួលស្គាល់ថារឿងនោះបានកើតឡើងហើយវាបានបញ្ចប់ហើយនោះគឺជាថ្ងៃដែលអ្នកមានសេរីភាពបើអ្នកកំពុងស្ដាប់វីដេអូនេះខណៈដែលបេះដូងអ្នកកំពុងឈឺខ្ញុំចង់ប្រាប់អ្នករឿងមួយអ្នកមិនខ្សោយទេអ្នកមិនខ្វះតម្លៃទេហើយអ្នកមិនត្រូវបានកំណត់ដោយមនុស្សដែលបានចាក់ចេញពីអ្នកទេការបែកបាក់អាចបំផ្លាញផែនការមួយប៉ុន្តែវាមិនអាចបំផ្លាញជីវិតទាំងមូលរបស់អ្នកបានទេលុះត្រាតែអ្នកអនុញ្ញាតឲ្យវាធ្វើបែបនោះចាប់ដើមម្ដងមួយថ្ងៃញ៉ាំអាហារឲ្យបានល្អគេងឲ្យបានគ្រប់ថែរក្សាខ្លួនឯងនិយាយល្អជាមួយខ្លួនឯងដើរលេងមើលធម្មជាតិហើយជឿថាបេះដូងដែលខូចអាចជាសះស្បើយបានថ្ងៃណាមួយអ្នកនឹងមើលត្រឡប់មកវិញហើយនិយាយថាការឈឺចាប់នោះមិនបានបំផ្លាញខ្ញុំទេវាបានធ្វើឲ្យខ្ញុំរឹងមាំជាងមុនមេរៀនសំខាន់យើងត្រូវចេះស្រឡាញ់ខ្លួនឯងកុំឲ្យតម្លៃយើងស្ថិតលើការគិតនិងវត្តមានរបស់អ្នកដទៃវាតម្លៃឲ្យសោះអរគុណដែលបានស្ដាប់ដល់ចប់បើយល់ថាវីដេអូនេះមានប្រយោជន៍ចង់ស្ដាប់សៀវភៅទាក់ទងចិត្តវិទ្យាសៀវភៅអភិវឌ្ឍខ្លួនទំនាក់ទំនងស្នេហាសូមជួយចុច like និង subscribe ហើយចែករំលែកទៅកាន់នរណាម្នាក់ដែលកំពុងត្រូវការកម្លាំងចិត្តជួបគ្នានៅវីដេអូបន្ទាប់សូមថែរក្សាបេះដូងរបស់អ្នកឲ្យបានល្អសូមអរគុណសូមជម្រាបលា